Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគទី10នៃរឿងចំណងស្នេហ៍មូលីបណ្ដាជូដល់សាច់រឿងកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share និងកុំភ្លេចចាំមានមួយផងណាគុណច្រើនឡើងតាមតសាច់រឿងរបស់យើងទៅបន្ទាប់ពីយីលីបានសួរថាត្រង់កំពុងតែអានសភៅអីហើយនោះអស់ម្ចាស់របស់យើងក៏បង្ហាញក្របឲ្យនាងមើលមិនមែនជាដំណើរទៅភាគខាងជើងទេប៉ុន្តែគឺជាដំណើរទៅសមុទ្រទាំង4យីលីរបស់យើងនាងក៏ធ្លាប់អានដែរកាលពីក្មេងនាងអានបានដល់ភាគ5ដែលគេនិយាយអំពីដំណើរនៅលើវាលខ្សាច់ហើយនាងខំនិយាយបាច់អូហូស្ទឹងទីបំផុតព្រះអង្គម្ចាស់ថាឲ្យនាងដេកទៅតែយីលីរបស់យើងនេះមានចង់ដេកណាពេលហ្នឹងក៏ដាក់ក្បាលលើផ្លូវរបស់ព្រះអង្គម្ចាស់ទៅលឺសលេងសត្វទីតុយយំសួរព្រះអង្គម្ចាស់លឺអត់ព្រះអង្គម្ចាស់ខ្លាចអត់ជាយាមរកប្រធានបទដើម្បីឲ្យព្រះអង្គម្ចាស់បាននិយាយជាមួយណាព្រះអង្គម្ចាស់នេះអត់មាត់អីទេនាងក៏បន្តនិយាយម្នាក់ឯងទៅថាការពីតូចនាងខ្លាចវាដែរពេលដែលលឺវាយំម្ដងដោយហៅព្រាបិសាចចេញមកអញ្ចឹងប៉ុន្តែធំឡើងនាងក៏ដឹងតាមទាំងទៅរកឃើញថាសម្លេងរបស់វានឹងគួរឲ្យចង់សើចថែមទៀតផងស្រាប់តែពេលហ្នឹងព្រះអង្គម្ចាស់របស់យើងក៏ទៅផ្លុំទៀនបលត់បានពេលរបស់យើងនេះសែតបដ ហើយថាចង់បបួលព្រះអង្គម្ចាស់និយាយគ្នាលេងតទៀតព្រះអង្គម្ចាស់របស់យើងក៏ថាទៅដេកហ្នឹងក៏អាចនិយាយបានដែរតើវាលេហ្នឹងព្រមងើពីផ្លូវព្រះអង្គម្ចាស់ទៅដេកលើខ្នើយទៅចំណែកឯព្រះអង្គម្ចាស់របស់យើងដាក់ខ្លួនដេកចុះហ្នឹងដៃដាក់ក្បែរគ្នាបាតដៃរបស់មហាសីហើយទ្រង់ក៏ចាប់កាន់ដៃនាងហ្មងទៅហើយក៏រកឃើញថាដៃរបស់នាងត្រជាក់មែនតែនយីលីរបស់យើងថាមិនចម្លែកទេព្រោះនៅទីនេះក្បែរភ្នំព្រៃច្រើនខ្យល់ច្រើនវាចូលតាមសម្លៀកបំពាក់អញ្ចឹងណានិយាយដល់កន្លែងហ្នឹងក៏ធ្វើឲ្យនាងនឹកឃើញកាលពីនៅលើភ្នំលីសានខ្យល់ត្រជាក់នេះធ្វើឲ្យពួកគេពិបាករស់នៅខ្លាំងមែនតែនជាពិសេសគឺពេលគេងត្រជាក់ខ្លាំងពេកគឺនាងគេងអត់លក់ទេប៉ុន្តែសំណាងល្អមានឈីងសងខ្លួនរបស់នាងកក់ក្ដៅណាស់តែងតែមកដេកក្បែរដើម្បីឲ្យនាងមានភាពកក់ក្ដៅណាទើបនាងគេងលក់ព្រះអង្គម្ចាស់របស់យើងក៏សួរទៅតើឈីងសងនឹងគឺជាអ្នកបារារបស់នាងមែនថាហ្នឹងហើយរួចយីលីរបស់យើងក៏បានទៅយកដៃរបស់ព្រះអង្គម្ចាស់មកដាក់ក្រោមមុខរបស់នាងដើម្បីស្រូបយកកម្ដៅពីទ្រង់ហើយឃើញតែនាងចូលចិត្តគេងកោយដៃគេមែនតែនទើបបានជាព្រះអង្គម្ចាស់របស់យើងនៅស្ងៀមមិនមានបដិសេធអីទេហើយយីលីឯណែក៏ក្ដៅស្រួលអញ្ចឹងទៅក៏ត្រសល់ចូលមកក្បែរខ្លួនព្រះអង្គម្ចាស់ទៀតធ្វើឲ្យមុខរបស់អ្នកទាំងពីរឡើងគៀកគ្នាសល់តែបន្តិចទៀតទេបើសិនជាយីលីមិនទាន់គេងព្រះអង្គម្ចាស់របស់យើងប្រហែលជាអៀនខ្លាំងហើយពេលហ្នឹងប៉ុន្តែមើលទៅថានាងអត់ដឹងខ្លួនទេទៅព្រះអង្គម្ចាស់របស់យើងមានភាពក្លាហានលួចទៅថាបថ្ងៃប្រពន្ធអស់មកបន្តិចទៅនេះក៏បញ្ជាក់បានយ៉ាងច្បាស់ថាព្រះអង្គម្ចាស់ម្នាក់នេះធ្លាក់ក្នុងលងស្នេហ៍របស់ប្រពន្ធដ៏ស្រស់ស្អាតរបស់ទ្រង់ហើយដល់ស្អែកព្រឹកឡើងបើភ្នែកមកស្រាប់តែបាត់ប្រពន្ធហើយធ្វើឲ្យព្រះអង្គម្ចាស់របស់យើងដូចជាភ័យស្លន់ស្លោមិនទេចាប់ផ្ដើមបាត់មកគេលេងបានហើយណាបញ្ញាទៅផ្លាសម្លៀកបំពាក់ចេញទៅរកយីលីរបស់យើងហើយក៏ឃើញនាងទៅសែនភ្នោមកកន្លែងនៅក្បែរហ្នឹងពេលដែលចូលទៅទើបដឹងថានោះគឺជាភ្នោរបស់ម្ដាយយីលីទ្រង់ស្មានតែគាត់នៅមានជីវិតនៅលើភ្នំលីសានតើយីលីរបស់យើងក៏ប្រាប់ទៅពេលដែលចេញពីផ្ទះម្ដាយនាងត្រូវបានវាយប្រហារទៅដោយការឈឺចាប់ធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺមិនអាចបន្តដំណើរទៅមុខទៀតបានទើបចូលសម្រាប់នៅទីនេះដើម្បីព្យាបាលជំងឺសិនដើមឡើយគិតថាអាចជួយព្យាបាលគាត់បានក៏ប៉ុន្តែនរណាទៅដឹងបញ្ហាផ្លូវចិត្តរបស់គាត់វាខ្លាំងក្លាជាងជំងឺនៅខាងក្រៅទើបធ្វើឲ្យគាត់បាត់បង់ជីវិតនៅទីនេះទៅព្រះអង្គម្ចាស់របស់យើងស្ដាប់ហើយក៏ស្រាប់តែលោកដៃចេញទៅឲ្យនាងជួយគេបានអត់គឺជួយដាក់ទ្រង់ចោលក្រោមដើម្បីអាចលុតជង្គង់គោរពទៅកាន់ភ្នោរបស់ម្ដាយក្មេកថាគេគឺជាមូសៀវយ៉ាវគឺជាស្វាមីរបស់យីលីរបស់យើងឃើញអញ្ចឹងហើយនាងក៏បានទៅយកអាដុំគុជរូបត្រីមួយដែលនោះគឺជាអំណោយដែលម្ដាយនាងឲ្យជូនពរនាងឲ្យរកឃើញមនុស្សជាទីស្រឡាញ់ហើយរៀបការនឹងមានសុភមង្គលជាមួយគ្នាហើយពេលនេះនាងបានសម្រេចបំណងប្រាថ្នាដូចជាម្ដាយបានពងហើយនេះគឺជាព្រះស្វាមីរបស់នាងគេមើលថានាងបានល្អខ្លាំងណាស់នាងរស់នៅបានយ៉ាងស្រួលមានទាំងបងថ្លៃដែលស្លូតបូនមានទាំងក្មួយប្រុសដែលគួរឲ្យស្រឡាញ់ជីវិតរបស់នាងពេលនេះគឺរស់នៅសុខសប្បាយខ្លាំងមែនតើដូច្នេះហើយសូមម្ដាយនាងកុំបារម្ភពីនាងទៀតអីសូមឲ្យគាត់ទៅកាន់សុគតិភពចោលរួចពួកគេទាំងពីរនាក់ក៏បានចេញពីកន្លែងហ្នឹងមកព្រះអង្គម្ចាស់របស់យើងក៏ចង់ដឹងថាអញ្ចឹងក្រោយមកនាងឡើងទៅភ្នំលីសានបានចឹងម៉េចយីលីរបស់យើងក៏ប្រាប់ទៅថានាងឡើងទៅជាមួយអាសងនឹងឯងព្រមតែបានចូលទៅត្រូវបានកងទ័ពទាំងអស់នោះគេឆែកឆេររុករើអីវ៉ាន់របស់នាងយកទ្រព្យសម្បត្តិខ្ទេចអស់ឲ្យលេងនាងឡើងទៅបានតែខ្លួនចោតជាមួយនឹងដុំគុជត្រីពីរតែប៉ុណ្ណោះធ្វើឲ្យព្រះអង្គម្ចាស់របស់យើងទ្រង់កាន់តែណាត់ទៅកាន់យីលីនឹងខ្លាំងមែនតែនប៉ុន្តែយីលីណែមើលតែខ្សែភ្នែករបស់ទ្រង់គឺនាងអាចដឹងហើយក៏ប្រាប់ទ្រង់ទៅក៏មិនណិតនាងអីពេលនេះហើយនាងសំណាងខ្លាំងណាស់ដោយសារតែនាងបានជួបជាមួយនឹងព្រះអង្គម្ចាស់នឹងឯងធ្វើឲ្យសៀវយ៉ាវគេអស់សំណើចវិញទៅយីលីរបស់យើងប៉ុណ្ណាកែប្រែរឿងទុកសោកទៅជាកំ ប្លែងហ្នឹងហើយពួកគេក៏បានឮសំឡេងភ្លេងចម្រៀងមកពីម្ខាងទៀតទៅមើលទៅគឺជាការជួបជុំគ្នាផឹកស្រាលេងភ្លេងច្រៀងលេងដោយចូលរួមពីវិចិត្រករទាំងអស់គ្នាដោយទាំងជឿយ៉ាងនឹងចូលម្នាក់ដែរដល់ពេលឃើញព្រះអង្គម្ចាស់មកទៅលោកគ្រូវ័យគាត់ទៅរៀបចំឲ្យព្រះអង្គម្ចាស់ចូលរួមជាមួយគ្នាហើយយេលីរបស់យើងក៏សួរលោកគ្រូវ័យទៅមិនបាននាំគ្នាច្រៀងលេងអញ្ចឹងលោកគ្រូវ័យថាមកពីពួកគេបានបញ្ចប់ទាំងកណូអីក៏ធ្វើពិធីជួបជុំមួយមុនពេលនឹងបាយគ្នាណាតើជ្រើសរើសការលេងតន្ត្រីនិងចម្រៀងនេះដើម្បីផ្ដោះផ្ដងគ្នាប៉ុន្តែថាស្ដាប់យូរទៅយេលីរបស់យើងមានអារម្មណ៍ថាភ្លេងរបស់គេវាអត់សប្បាយរីករាយសោះ
គឺពោពេញទៅដោយទុក្ខសោកលោកគ្រូវ័យក៏ថាប្រកាសណាការបាយគ្នាគឺជារឿងទុក្ខសោកប៉ុន្តែក្នុងនោះក៏បង្កប់ដោយមហាចតាដែលមិនអាចបញ្ចេញមកបានត្រឹមអាចផ្សាយវាចេញតាមរយៈភ្លេងនិងចម្រៀងយាយលីរបស់យើងក៏ទទួលបានអារម្មណ៍ទុក្ខសោករបស់វិទ្យាករយុនសុងនាងក៏ចូលតួសេតចង់ទៅយកស្រាផឹកស្រាប់តែព្រះអង្គម្ចាស់ទាញចេញមិនឲ្យនាងផឹកស្រានឹងទេយាយលីនេះក៏មិនហ៊ានដែរតែក៏បាយមកសួរទៅកាន់លោកគ្រូវ័យទៅហេតុអីបានគាត់ទៅជាបែបហ្នឹងក្រែងគាត់គឺជាមនុស្សម្នាក់ដែលមានសេរីភាពដែរហៅគ្រប់ទីកន្លែងមិនអញ្ចឹងហីលោកគ្រូវ័យក៏ប្រាប់ទៅតាមពិតពីមុនគាត់គឺជាមន្ត្រីធំម្នាក់នៅខេត្តឈូជើប៉ុន្តែដោយសារតែរកឃើញគាត់ជាកូនសិស្សរបស់ភ្នំលីសានទៅបានដកតំណែងរបស់គាត់ចេញហើយបាត់ផ្លូវគាត់ចាប់តាំងពីពេលហ្នឹងមកយាយលីរបស់យើងអត់ដឹងទេថាគាត់ក៏ជាសិស្សរបស់សាលាលីសាននោះលោកគ្រូវ័យគាត់ដឹងដោយសារពេលនោះគាត់ក៏រៀនជាមួយនឹងយុនសុងនឹងដែរតែថាគេរៀនតាមមួយផ្លែទេដោយសារគេគឺជាមនុស្សដែលចូលចិត្តញ៉ាំចូលចិត្តផឹកហើយនៅលើភ្នំហ្នឹងវាមានញ៉ាំប៉ុន្តែអត់មានផឹកទេទើបគេមិនអាចទ្រាំបានរត់គេចចេញពីភ្នំលីសានហ្នឹងមកអញ្ចឹងក៏បានន័យថាគេនៅភ្នំលីសានតាមមួយផ្លែទេចូលហេតុអីបានជាអ្នកផ្សេងហ្នឹងគេដឹងថាគាត់ជាសិស្សលីសានអញ្ចឹងបើតាមត្រូវមិនគួរដឹងឡើយលោកគ្រូវ័យក៏ប្រាប់ទៅគឺមកពីគេគឺជាមនុស្សប៉កែរយៈពេលខ្លីដែលគេនៅលើភ្នំលីសានគេបាននិពន្ធសភៅជាច្រើនដែលសុទ្ធសឹងតែទទួលស្គាល់ពីអ្នកអានទើបគេនឹងល្បាញល្បីឈ្មោះតាមរយៈសភៅនឹងឯងតែនរណាទៅដឹងថាគេក៏ត្រូវបានភៀសល្បាញល្បីនេះទាញគេទម្លាក់ចុះនៅពេលក្រោយមិនអាចងើបមុខឡើងមកទៀតបានយាយលីរបស់យើងស្ដាប់ហើយសោកសៅខ្លាំងមែនតើអនាតកាន់សើនៅលើភ្នំលីសានដែលរងភាពអយុត្តិធម៌ធ្វើឲ្យទឹកភ្នែករបស់នាងមិនដឹងជាមកពីណាព្រះអង្គម្ចាស់ដែលអង្គុយក្បែរណាចង់ឆ្ងល់ដែរដែលនៅសុកហើយនាងទៅជាបែបហ្នឹងណាឡើងខ្វល់រឿងព្រះអង្គម្ចាស់ហាមហើយទៅយកពេករបស់ព្រះអង្គម្ចាស់នឹងតែម្ដងជូនទៅកាន់ចេតកោយុនសុងគេក៏បានជូនមកកាន់នាងដូចគ្នាហើយមុននឹងនាងផឹកក៏បានយកចង្អុលដៃផ្ទាត់វាចេញហាក់ដូចជាចង់ជូនទៅកាន់អ្នកផ្សេងទៀតក្នុងពេលតែមួយនឹងដែររួចក៏បានផឹកស្រានឹងទៅហើយជឿយ៉ាវគេក៏បានមកបបួលយាយលីរបស់យើងឡើងច្រៀងយាយលីរបស់យើងនាងថាច្រៀងបានប៉ុន្តែខ្លាចពេលតែនាងបើកមាត់ទៅអ្នកទាំងអស់គ្នាបាយកដាស់ទៅជាធ្វើឲ្យអ្នកទាំងអស់គ្នាអស់សំណើចហើយមិនហ៊ានបន្ថយទេទៅសួរនាងចេះលេងឧបករណ៍ភ្លេងអីវិញអត់ចាស់យាយលីរបស់យើងថាអាចលេងស្គរបានទៅនាងទៅចូលរួមលេងសប្បាយជាមួយគេទៅហើយបន្ទាប់ពីនឹងមកក៏ដល់ពេលវេលាត្រូវចាក់ចេញហើយយុនសុងគេក៏បានផ្ដល់ផ្ទាំងគំនូរមួយហើយគេបានសន្យាគូជូននាងនោះចាត់ទុកថាជាអំណោយដែលជូនទៅកាន់នាងវិញដែលជួយគេសម្រាប់បាននៅបបេមាត់ដ៏ស័ក្តិសមនៅលើផ្ទាំងគំនូរអញ្ចឹងរបស់គេហ្នឹងណាហើយលោកគ្រូវ័យណែក៏ឲ្យយាយលីរបស់យើងទៅមុនទៅគេចង់នៅទីនេះប្រហែលថ្ងៃទៀតទៅយាយលីរបស់យើងត្រឡប់ទៅវិញជាមួយព្រះអង្គម្ចាស់ដែលមានអាចិនគេមកយកនេះហើយនៅតាមផ្លូវទៅនឹងយាយលីរបស់យើងក៏ក្រាបគេនៅលើផ្លូវព្រះអង្គម្ចាស់រហូតទៅព្រះអង្គម្ចាស់របស់យើងនេះអត់បានទេក៏ទៅថាយនាងទៅយាយក៏ដូចផ្កាសពូនទៅហើយទាំងដែលមុននឹងសបាយរីករាយខ្លាំងណាស់ផឹកផងច្រៀងផងរាំផងលេងល្បែងជាមួយនឹងពួកគេផងហាមិនក៏ហាមិនស្ដាប់តតែចាញ់នេះទៅព្រមឈប់អានេះគេនៅផងនាងដល់ម្លឹងចុះបើសិនជាគេមិននៅវិញតើយ៉ាងណាទៅព្រមស្ដាប់ព្រះអង្គម្ចាស់ល្អទៀតលេងបានយាយលីរបស់យើងក៏តវ៉ាអាផ្សេងមិនអីទេអាផឹកនឹងនាងតែផឹកសបាយយូរម្ដងមានអីនៅក្នុងសំណាក់នាងមានហ៊ានប្រព្រឹត្តខ្លួនបែបហ្នឹងឯណាព្រះអង្គម្ចាស់របស់យើងក៏ថាទៅអត់ទេចុះអាស្រាលក្នុងបំពង់តូចនោះមិនវិញជាតែមែនទេផឹកដើម្បីសុខភាពមែនទេផឹករងថ្ងៃនេះឲ្យយាយលីរបស់យើងអស់អីតវ៉ាបដោយអ្នកខាងក្រៅឯណាលោកមាត់លោកកបើសិនជាយាយលីនឹងទ្រាំស្ដាប់គេនិយាយទៀតលេងបានទេគេមានវិធីសាស្ត្រមួយយាយលីរបស់យើងក៏ចង់ដឹងវិធីសាស្ត្រអីគេឲ្យនាងទៅថើបគេទៅថារហូតដល់គេនិយាយលេងបានដល់ដង្ហើមលេងរួចគេលេងនិយាយតទៀតអីខាងក្នុងឯនេះលើឲ្យមានការកៀងជាខ្លាំងចាប់ផ្ដើមអៀនគ្នានិយាយអីលេងចេញបដោយហើយអ្នកខាងក្រៅឯនេះប្រឹងផ្ទៀងទៅជាស្ដាប់ទាំងអាជីនអីហ្នឹងហើយយាយលីរបស់យើងក៏ប៉ុនទៀតកុំឲ្យគេថាខ្លួនអៀនស្ងាត់អីហ្នឹងក៏ធ្វើជានិយាយថាអូយមិនក្តៅខ្លាំងណាស់ព្រោះឲ្យពេលអ្នកនៅខាងក្រៅហ្នឹងគេផ្ទុះសំណើបដោយដឹងតែពីអ្នកនឹងអៀនឡើងក្តៅខ្លួនហើយកំពុងសប្បាយរីករាយហ្នឹងមានឯណាតាមផ្លូវគេទៅហ្នឹងក៏មានពួកឃាតករជាច្រើនគ្នាពួននៅលើដើមឈើគ្រាន់តែរតែរបស់ពួកគេមកភ្លាមក៏នាំគ្នាបោះបំពង់រស័យស្រួយចូលមកសំឡាងជឿយ៉ាគេមើលឃើញតន់ប្រាប់ឲ្យអាជីនកិច្ចទៅធ្វើឲ្យអ្នកខាងក្នុងឯណាដួលកលាប់ផ្កាពេញហ្នឹងសួរទៅមានរឿងអីកើតឡើងជឿយ៉ាក៏ប្រាប់ទៅថាអីទេមានក្រុមចាស់ប្រហែលអ្នកគេអាចដោះស្រាយបានរួចក៏ចូលទៅនិយាយជាមួយអ្នកទាំងអស់គ្នាហ្នឹងទៅថាសួស្ដីគេដឹងថាអ្នកទាំងអស់គ្នាចង់បានអីដូច្នេះមិនបាច់បញ្ចេញកម្លាំងនាំហត់អីទេគេបកគលឲ្យតែម្ដងរួចក៏ទៅយកថងប្រាក់របស់ខ្លួនឯងបោះឲ្យមេចៅម្នាក់ហ្នឹងទៅហើយថាមិនបាច់អរគុណគេទេណាគេច្បាស់ជាមិនអរគុណទេព្រោះអ្វីដែលគេចង់បានមិនមែនជាប្រាក់ហ្នឹងទេគឺជាមនុស្សក៏សម្រុកចូលទៅវាយប្រហារអាចារ្យហ្នឹងក៏អ្នកចេញមុខវិញម្ដងចំណែកឯជឿយ៉ាក៏ប្រាប់ឲ្យយាយលីនាំព្រះអង្គម្ចាស់កិច្ចខ្លួនទៅទោះពីអ្នកគេតបតល់នៅនេះដោយសារតែគ្នាគេច្រើនអាចារ្យនេះតបតល់មិនអស់ទេទើបគេអាចបបាយគ្នាទៅតាមអត្តេសែរបស់ព្រះអង្គម្ចាស់មួយយាយលីរបស់យើងបានជឿយ៉ានេះមិនបាញ់និយាយទេឬសម្ងាត់ទុកចិត្តលើគេចោលប៉ុន្តែក្បាច់កូនវិញ0ត្រូវបានគេធាក់ឡើងចេញក្អួតហើយចំណែកយាយលីរបស់យើងជាមួយព្រះអង្គម្ចាស់ឯណេះដោយសារតែពួកចៅហ្នឹងតាមប្រគេប្រកាត់ពេកនាងក៏បញ្ញាបោរតែសេះនឹងឲ្យលឿនទៅអត់បានមើលផ្លូវទេពេលហ្នឹងក៏ឡើងដុំថ្មធ្វើឲ្យរតែសេះនឹងកលាប់ធ្លាក់ចុះមកជាមួយគ្នាព្រះអង្គម្ចាស់ឯណេះសវេសវ៉ារមើលអាលីខ្លាចតែមានគ្រួថាអីណាប៉ុន្តែយាយលីរបស់យើងមិនអីទេក៏បញ្ញាប់នាំព្រះអង្គម្ចាស់ទៅលាក់ខ្លួននៅក្នុងគុំព្រៃក្បែរហ្នឹងហើយពួកចៅនឹងមកដល់ក៏បានប្របាយគ្នាដើររយាយលីរបស់យើងគិតថា
ថាបពួនទាំងពីរនាក់អញ្ចឹងច្បាស់ជាស្លាប់ទាំងពីរនាក់អីដូច្នេះនាងក៏ឲ្យព្រះអង្គម្ចាស់លាក់ខ្លួននៅទីនេះហើយនាងទៅបង្វែរដានពួកគេទោះបីជាព្រះអង្គម្ចាស់របស់យើងព្រមក៏យាលីរបស់យើងមិនស្ដាប់រត់ចេញទៅបង្វែរដានពួកចៅរត់តាមនាងពីក្រោយព្រះអង្គម្ចាស់ណែឃើញហើយបារម្ភពីនាងខ្លាំងមែនតើទៅជួយនាងដែរប៉ុន្តែតែងើបឈរនឹងគឺងើបមិនបានផងធ្វើឲ្យគេខឹងខ្លួនឯងជាមួយនឹងជើងនឹងខ្លាំងណាស់បានត្រឹមតែអង្គុយអស់សង្ឃឹមនៅក្បែរគល់ឈើនឹងទៅចំណែកយាលីរបស់យើងណែក៏ប្រឹងរត់រហូតមកដល់ផ្លូវបំបែកស្រាប់តែវៃប៉ៃគេចេញមកជួយទៅកាន់យាលីរបស់យើងដូចជាចាំពេលល្អខ្លាំងមែនតើមានអារម្មណ៍ថានេះគឺជាផ្នែកមួយនៃការរៀបចំរបស់យាលីអញ្ចឹងណាប៉ុន្តែអ្វីដែលមិននឹកស្មានដល់នៅក្រៅផែនការរបស់នាងក៏លេចចេញវត្តមានរបស់មនុស្សម្នាក់គឺជាមីងស៊ីនឹងឯងសួរទៅថានាងគឺជាយាលីមហាសីរបស់ព្រះអង្គម្ចាស់ទិញត្រូវអត់គេអត់ស្គាល់ទេប៉ុន្តែគេសង្ស័យយាលីរបស់យើងដឹងថាគេតម្រង់មករកនាងឯងទើបនាងមិនសារភាពទេតែចៃដន្យអីគេមានរូបគំនូយកមកមើលទៅដូចគ្នាបេះដាក់តែម្ដងហ្នឹងឯងយាលីរបស់យើងក៏ប្រឡប់ហៅព្រះអង្គម្ចាស់រួចនាងក៏ដាក់មេប្រូចមីងស៊ីក៏បញ្ញាប់ដេញតាមពីក្រោយមិនយូរទេគេក៏ចាប់នាងបានតែក៏ត្រូវបានយាលីរបស់យើងណែខំគេឈឺចាប់ណាស់តែទ្រាំចាប់អាវរបស់នាងឡើងជាប់ហើយយាលីណែប្រឹងទាញគេចេញហ្នឹងក៏ធ្វើឲ្យលះហើយអាវខ្លួនឯងវិញក៏ជ្រុលធ្លាក់ចូលទៅក្នុងជ្រោះក្បែរនឹងបាត់ទៅរតែមីងស៊ីនឹងគេចូលទៅជួយដែរតែជួយមិនទាន់ហើយគេក៏បែរទៅប្រទះភ្នែកជាមួយនឹងគុជរូបត្រីរបស់យាលីដែលធ្លាក់នៅក្បែរហ្នឹងធ្វើឲ្យគេនឹកឃើញកាលនៅយាលីចូលពីភ្នំលីសានអត់មានវត្តមានរបស់អាសងទេជំនួសដោយរូបរាងកាយដីស្ដុកស្ដឹងរបស់មីងស៊ីនឹងទៅវិញគេថាយាលីទៅជួយគេមកពីណាទេប៉ុន្តែពេលនេះគឺគេក្តៅខ្លួនខ្លាំងមែនតើបើកភ្នែកមកមើលឃើញតែសមោរបស់យាលីហើយក៏ស្លាប់បាត់បង់ស្មារតីបាត់ទៅពេលដែលដឹងខ្លួនឡើងមកវិញក៏នៅក្នុងផ្ទះពេទ្យបាត់ទៅហើយគ្រូពេទ្យនឹងក៏ប្រាប់ទៅថាគេត្រូវបានមនុស្សស្រីម្នាក់ជួយគេទាន់ពេលកុំអីអាជំងឺក្តៅខ្លួនរបស់គេនឹងវាធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់គេទៀតតែសួរថាពីណាគេគឺអត់ដឹងទេរួចមីងស៊ីគេក៏ចង់បង់ថ្លៃពេទ្យតែពេទ្យនឹងគេមិនទទួលទេដោយសារអ្នកនាងម្នាក់នោះបានបង់រួចទៅឲ្យជាត្បូងគុជនឹងឯងហើយគេក៏យកវាមកដាក់ចូលគ្នាទៅគឺត្រូវម៉ាច់តែម្ដងក៏បញ្ជាក់បានថានាងគឺជាអ្នកមានកូនរបស់គេណាញ៉ាប់ចូលទៅក្រោមភ្នំដើម្បីរកនាងតែថាមិនទាន់បានរកឃើញស្អីទេពេលហ្នឹងស្រាប់តែជួយជាមួយមនុស្សរបស់ព្រះអង្គម្ចាស់លីមិនដឹងថាគេមកនៅនឹងធ្វើអីចំណែកនៅខាងព្រះអង្គម្ចាស់ទិញយើងឯណែជឿយ៉ាវជាមួយអាទិញក៏បានមកដល់ឃើញតែរទេះផ្កាប់បាត់មនុស្សអស់លីងព្យាយាមស្វែងរកក្បែរហ្នឹងទៅព្រះអង្គម្ចាស់យើងប្រឹងហៅគេពីចម្ងាយទៅពួកគេបានដឹងថាព្រះអង្គម្ចាស់នៅក្បែរនោះគ្រាន់តែជួយចេញមកភ្លាមក៏ដេញឲ្យពួកគេបញ្ញាប់ទៅជួយយាលីនឹងផងទៅយាលីមានគ្រោះថ្នាក់ហើយអាចិនណែគ្នាចង់ជួយលើកព្រះអង្គម្ចាស់សិនកុំអាចិននឹងលើកដែរឲ្យគេទៅភ្លាមទៅពួកពេលនេះគេបារម្ភពីសុខភាពរបស់នាងមែនតើអាចិនណាដើររកតាមផ្លូវហ្នឹងមករហូតក៏ឃើញរូបគំនូរបស់យាលីដែលមីងស៊ីគេចោលក្បែរហ្នឹងរួចគេក៏តាមដានជើងរបស់នាងមករហូតដល់កែមជ្រោះក៏បាត់ធំនឹងទៅហើយបែរមកវិញក៏ឃើញកៅអៅរបស់យាលីដែលដាច់លហែកនោះតាំងតែព្រះនាងម្ចាស់គេមានរឿងហើយគេក៏បញ្ញាប់ទៅវិញប្រាប់ទៅកាន់ព្រះអង្គម្ចាស់ដែរពេលនេះកំពុងតែអង្គុយរងចាំដំណឹងជឿយ៉ាគេក៏មានចម្ងល់ជាខ្លាំងព្រោះមុនហ្នឹងឃាតករទាំងអស់នោះពួកគេអត់ចង់បានប្រាក់ក៏អត់ចង់ប៉ះពាល់ជីវិតដែរតែវាយជាមួយអាចិនបែបកិច្ចអញ្ចឹងពួកគេចង់បានអីវិញទៅចម្ងល់ក៏ត្រូវបានបកស្រាយពេលដែលអាចិនយករូបនោះមកបង្ហាញគឺគេចង់ចាប់ខ្លួនព្រះនាងម្ចាស់នឹងហើយអ្វីដែលសំខាន់កៅអៅរបស់ព្រះនាងចាស់នៅក្បែរជ្រោះមានន័យថានាងធ្លាក់ជ្រោះណាព្រះអង្គម្ចាស់របស់យើងនេះមិនខ្វល់ទេចង់ចោទទៅរកនាងតែម្ដងប៉ុន្តែជឿយ៉ាគេសុំកុំឲ្យគេទៅអីគេបែបនេះទៅនាំទៅដល់នឹងយកបាត់គ្មានបានរកអីទេឥឡូវពួកគេត្រឡប់ទៅសំណាក់វិញទៅចាប់ចាត់មនុស្សចាត់អីមករកអញ្ចឹងណាប៉ុន្តែមើលទៅព្រះអង្គម្ចាស់អន្ទះសាទៅគេដូរទៅវាមានឆឹងអ៊ីវិញបានអត់នៅនឹងចិត្តជាងព្រះអង្គម្ចាស់របស់យើងណែព្រមអាចិនទៅរកតទៀតទៅចំណែកខ្លួនក៏ទៅដកយកស្លាបបញ្ជាឲ្យជឿយ៉ាវជួយទៅសាលាខេត្តចិនចៅប្រមូលមនុស្សមកដើម្បីជួយរកព្រះនាងម្ចាស់នឹងឲ្យឃើញជឿយ៉ាវណែឃើញព្រះអង្គម្ចាស់បារម្ភពេកធ្វើអីទេគេនឹងទៅលឿនចំណែកអាចិនគេក៏បានចុះមកក្រោមភ្នំក៏ទៅឃើញពស់ជាច្រើនដែលបានស្លាប់ដាច់ជាកំណាត់ដោយសារតែឈើមួយហើយបែរមកក្បែរហ្នឹងក៏ឃើញស្បែកជើងមួយចំហៀងរបស់ព្រះនាងម្ចាស់មួយចំហៀងទៀតគឺនៅជាប់ជាមួយនាងដែលពេលនេះត្រូវបានព្រះអង្គម្ចាស់លីនឹងជួយសង្គ្រោះបន្ទាប់ពីរំលបួរអីហើយអស់គេក៏នៅក្បែរមិនទៅណាឆ្ងាយពីនាងទេដោយសារតែពេលនេះនាងក្តៅខ្លួនបាត់សោះគេបារម្ភមែនតែនហើយយាលីពេលហ្នឹងក៏មកមើលនិយាយល្វើយមិនសូវជាលឺអីប្រហែលទេទៅគេអោនតិចទៅក្បែរស្ដាប់នាងចង់ដឹងនាងនិយាយអីតែក៏ឈឺចិត្តស្អិតទ្រូងពេលដែលស្ដាប់ហើយព្រោះតែយាលីរបស់យើងនិយាយថាមូសៀវយ៉ាវកុំបារម្ភពីនាងអីហើយស្របពេលហ្នឹងជឿយ៉ាវណែមកដល់សាលាខេត្តនាំមនុស្សជាច្រើនចេញទៅហើយដល់ពេលព្រឹកឡើងយាលីរបស់យើងក៏បានដឹងខ្លួនអ្នកប្រានឹងសប្បាយចិត្តណាស់បញ្ញាប់រត់ទៅប្រាប់គេប្រាប់ឯងចំណែកយាលីដែលដឹងខ្លួនមកណែវិញផ្នែករបស់នាងទាំងពីរស្រាប់តែមើលឃើញទេគេក៏បានទៅនាំគ្រូពេទ្យមកបណ្ឌិតទៅគឺដោយសារតែនាងត្រូវពឹសពោះដែលវាទៅប៉ះពាល់ដល់តសៃវិញ្ញាណដែលតាក់ទងទៅកាន់ខួរក្បាលបានជាធ្វើឲ្យភ្នែករបស់នាងមើលមិនឃើញមករយៈយ៉ាងយូរគឺ7-8ថ្ងៃលឿនគឺ2-3ថ្ងៃនាងនឹងមើលឃើញវិញហើយកុំឲ្យនាងបារម្ភអីហើយគ្រូពេទ្យក៏បានឲ្យថ្នាំហើយចាក់ចេញទៅអ្នកបារានោះក៏បានត្រឡប់មកវិញចាក់ទឹកឲ្យយាលីរបស់យើងដែលក្អកនេះហើយប្រាប់យាលីទៅថាពេលនេះគ្រូពេទ្យមិនណែនាំឲ្យផឹកថ្នាំក្អកទេមានតែផឹកទឹកជំនួសសិនរួចយាលីរបស់យើងក៏បានទៅសួរនាងថានាងគឺជាអ្នកជួយគេមែនអ្នកបារានឹងថាអត់ទេគឺជាម្ចាស់សំណាក់របស់ពួកគេនៅទីនេះគេហៅ
ថាសំណាក់ភ្នំសុងយារួយស៊ូម្ចាស់គេនឹងឈ្មោះអីអ្នកប្រានឹងអត់ហ៊ានប្រាប់ទេនឹងអាចប្រាប់បានថាត្រឹមតែជាម្ចាស់សំណាក់តែប៉ុណ្្នឹងឯងទៅយាលីរបស់យើងផ្ដាំប្រាប់នាងថាម្ចាស់សំណាក់មកជួបខ្លួនផងដើម្បីនាងអរគុណនៅចំពោះមុខតែម្ដងណាអ្នកប្រានឹងក៏ទទួលពាក្យហើយក៏សួរទៅថានៅទីនេះឆ្ងាយពីរាជធានីដែរឬក៏អត់អ្នកប្រាស្រីនឹងនាងមិនដែរទៅរាជធានីទេប៉ុន្តែលើគេថាប្រហែលជាចំណាយពេលកន្លះថ្ងៃរួចយាលីរបស់យើងក៏ឲ្យនាងត្រឡប់ទៅវិញទៅតែសូមជួយរកឈើមួយឲ្យនាងផងដើម្បីនាងងើបឡើងស្រួលធ្វើដំណើរពេលអ្នកទាំងអស់គ្នាអត់នៅហើយអ្នកប្រានឹងក៏យល់ព្រមថែមទាំងយកទឹកយកអីមកដាក់ក្បាលដៃយាលីរបស់យើងចំណែកនៅខាងព្រះអង្គម្ចាស់របស់យើងនៅវិញខ្លួននៅវត្តចង្អ៊ីប៉ុន្តែបេះដូងនៅជាមួយប្រពន្ធអង្គុយមើលរូបគំនូររបស់នាងបដានឹកឃើញទៅដល់ស្នាមញញឹមនឹងរឿងរ៉ាវដែលនាងបានធ្វើចំពោះគេនឹងបដាមិនដឹងពេលនេះនឹងទៅជាយ៉ាងណាទេហើយអាចិនគេក៏បានត្រឡប់មកវិញជាមួយស្បែកជើងនិងឈើវាយពោះគេគិតថាព្រះនាងម្ចាស់ត្រូវបាននរណាម្នាក់ជួយទៅបាត់ហើយព្រោះអីតាមមើលឈើដែលគេយកទៅវាយពោះនេះប្រហែលជាអ្នកមានវិជាគុណខ្លាំងទៅអាចប្រើប្រាស់វាជាអាវុធបានណាហើយមើលព្រះអង្គម្ចាស់គេដូចជាបាត់បារម្ភសោះទៅប្រាប់ទៅព្រះនាងម្ចាស់ប្រហែលជាមិនមានរបួសធ្ងន់ទេព្រោះកន្លែងដែលនាងធ្លាក់ចូលមកនោះមានស្លឹកឈើច្រើនហើយក៏បានដំណឹងពីជឺចៅមកដែរពួកគេរកឃើញពីអត្តសញ្ញាណក្រុមដែលលបលួចវាយប្រហារគេហ្នឹងហើយតែមើលយាលីរបស់យើងណែវិញក៏អត់ទៀតដែរក៏សវេសវារទឹកផឹកទោះបីគេទុកចិត្តក៏ដោយប៉ុន្តែនាងមើលមិនឃើញក៏ធ្វើឲ្យទឹកកពុបពេញហ្នឹងទៅស្រែករកមនុស្សក៏មានមនុស្សទៀតនាងក៏សវេសវាពាក់ស្បែកជើងយកឈើមួយរាវចេញមកខាងក្រៅហ្នឹងអមសាលីបានមកដល់ហើយប៉ុន្តែមិនឲ្យអ្នកប្រានឹងមាត់ទេដេញគេចេញទៅវិញទៅគេក៏ស្ងើមស្ងៀមមើលនាងដោយស្ងប់ស្ងាត់តាមរយៈខ្សែភ្នែកដែលគេសម្លឹងមើលទៅកាន់យាលីរបស់យើងក៏បញ្ជាក់បានយ៉ាងច្បាស់ថាគេមានក្តីស្រឡាញ់ចំពោះនាងខ្លាំងមែនតើហើយពេលហ្នឹងយាលីរបស់យើងគិតថាអត់មានមនុស្សទេនាងក៏ចង់ត្រឡប់ទៅវិញតែក៏ទៅចំពប់ជើងជាមួយអាកម្មចដានឹងដួលគេក៏ស្ទុះចូលទៅជួយទៅយាលីរបស់យើងដឹងថាមានមនុស្សដល់ពេលសួរគេថាជាពីណាគេអត់ព្រមនិយាយទេហើយជាគេខ្លាចយាលីរបស់យើងចាំសម្លេងរបស់គេបានយាលីរបស់យើងនេះក៏គិតថាគេនិយាយអត់បានទៅនិយាយជាមួយគេទៅនាងចង់អរគុណដល់អ្នកជួយនាងប៉ុន្តែបានផ្ដាំអ្នកប្រានោះហើយអត់ឃើញគេត្រឡប់មកវិញសោះតែគេនេះអាចជួយទៅប្រាប់លោកម្ចាស់របស់គេម្ដងទៀតបានអត់ហើយគេមិនតបអីហ្នឹងយាលីរបស់យើងក៏ឈប់និយាយចង់ងើបចូលទៅផ្ទះវិញតែថាទាំងដៃទាំងជើងសិតតែរបួសធ្វើឲ្យនាងពិបាកខ្លាំងមែនតែនឃើញអញ្ចឹងព្រះអង្គម្ចាស់លីហ្នឹងក៏ចូលទៅបីនាងយកទៅដាក់លើគ្រែត្មងទៅរួចក៏ចង់លាត់ជើងរបស់នាងមើលរបួសតែយាលីហ្នឹងភ័យដកជើងចេញឡើងលឿនគេក៏យកកំប៉ុងថ្នាំឲ្យនាងហាត់បញ្ជាក់ថាគេចង់លាបរបួសឲ្យនាងណាទៅយាលីរបស់យើងណែព្រមឲ្យគេប៉ះជើងរបស់នាងរួចហើយក៏ទៅមើលបាត់ដៃរបស់នាងវាឡើងចេញឈាមហើយគេឃើញហើយឈឺចាប់ហ្មងណាតែឈឺចាប់ទៀតនោះពេលដែលឃើញស្នាមខាំនៅលើដៃរបស់នាងជាច្រើនលីនេះក៏បញ្ញាបិទវិញចំណែកឯព្រះអង្គម្ចាស់លីគេហាក់ដូចជាទទួលយកមិនបានដូចជាខ្លួនឯងទៅធ្វើឲ្យនាងឈឺអញ្ចឹងចង់ចាក់ចេញតែយាលីរបស់យើងខួនសុំគេឲ្យជួយផ្ញើសារទៅកាន់អ្នកផ្ទះរបស់ខ្លួនបានអត់ដើម្បីកុំឲ្យពួកគេបារម្ភតែស្វាមីរបស់នាងគឺជាព្រះអង្គម្ចាស់ទិញប្រាប់គេពីទីតាំងនេះទៅគេច្បាស់ជាមកទទួលនាងអីមុនហ្នឹងមិនខឹងទេដល់ទៅលើគេហៅស្វាមីពេញមាត់អញ្ចឹងទៅព្រះអង្គម្ចាស់លីនេះខ្ញាល់បដោយដាក់ចេញទៅសួរចម្លើយមនុស្សដែលគេគិតថាធ្វើបាបយាលីរបស់យើងដែលជាមីងស៊ីនឹងឯងពេលនេះត្រូវគេធ្វើទរណកម្មឡើងបាយសាច់បាយឈាមហើយសួរគេពីមូលហេតុដែលចង់ធ្វើឃាតយាលីទោះបីជាមីងស៊ីនឹងឆ្លើយថាគេអត់បានចង់ធ្វើឃាតក៏ពួកគេនឹងអត់ជឿដែរនៅតែបន្តធ្វើទរណកម្មអញ្ចឹងរហូតដល់ព្រះអង្គម្ចាស់ទិញនឹងមកកំពុងតែមិនពេញចិត្តរឿងគេហៅស្វាមីនឹងផងក៏មកបញ្ចេញកំហឹងដាក់មីងស៊ីនឹងឯងគេមិនព្រមឆ្លើយក៏ទៅយកអាដៃក្តៅនឹងដុតខ្លួនរបស់គេហ្មងតែដល់ពេលហែកអាវទៅក៏ឃើញសញ្ញាមួយដែលនឹងប្រហែលជាសញ្ញារបស់តកូលហានណាព្រះអង្គម្ចាស់លីផ្អាកទរណកម្មប៉ុណ្ណឹងសិនហើយចំណិតស៊ីនមកសួរក៏ដឹងថានេះជាហានមីងស៊ីប្អូនប្រុសរបស់ហានមីងយាគឺជាសមាជិករបស់គ្រួសារហានដែលត្រូវបានកាត់ទោសបន្ទាប់ពីរាជវាំងខាងកើតឆាបឆេះដោយសម្ដេចមូយ៉ាងនឹងគឺជាអ្នកកាត់ទោសផ្ទាល់តែម្ដងគ្រួសាររបស់គេស្លាប់អស់ទៅហើយនៅសល់តែពីរអ្នកបងប្អូននឹងទេដែលបានត្រូវនិរទេសទៅឆ្ងាយប៉ុន្តែមួយរយៈចុងក្រោយនឹងដូចជាលើថាគេមានចំនួនជាមួយបងប្រុសហើយចាក់ចែងពីផ្ទះនិយាយពីក្បាច់កូនគេវិញមិនមែនជាមនុស្សខ្លាំងប៉ាកែអីទេទៅព្រះអង្គម្ចាស់លីនេះឆ្ងល់ថាគេទៅសម្រាប់អាលីធ្វើអីរឿងនឹងចំណិតស៊ីនមិនដឹងទេហើយកាត់មកមើលខាងពួកឃាតកររបស់ជីវូនអ្នកវិញកំពុងតែផឹកស៊ីសុកមានមនុស្សមកគោះទ្វារប៉ុន្តែមិនបាននិយាយពាក្យកលឺរបស់គេឡើយទៅពួកគេមិនព្រមបើកទ្វារឲ្យទេតែថាទោះពួកគេមិនបើកទ្វារឲ្យក៏សម្រុកចូលមកដែរនោះគឺជាព្រះអង្គម្ចាស់របស់យើងនឹងឯងបាននាំកូនចៅមកហុំព័ទ្ធជុំវិញនឹងហើយពួកគេចង់រត់ណាក៏រត់មិនរួចដែរឲ្យពួកគេប្រាប់មកថាមនុស្សនៅឯណាគេក្រុមរបស់គេនេះមិនដឹងទេថាព្រះអង្គរបស់យើងនេះមករកមនុស្សម្នាក់ណាមើលទៅគេអត់បានដឹងរឿងអីទេហើយរឿងរបស់យើងភាគនេះក៏ស្លេះសោះតែធំនឹងដែរអ្នកទាំងអស់គ្នាកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយចាំអេដមីនទេណាអរគុណច្រើនបាយបាយ